ជាបឋមទូព្រះបង្គំខ្ញុំព្រះករុណាព្រះរាជសត្ថាជុតឌឿនជាព្រះគ្រូអនុគុណសុកថ្ពងរួមជាមួយនឹងលោកមេឃុំជាអង្គនេះលោកមេឃុំជាអង្គរួមជាមួយនឹងព្រះមន្ត្រីសង្ឃព្រះគ្រូចៅតិកាគ្រប់វត្តនៅក្នុងសុកថ្ពងតែ21វត្តហើយថ្ងៃនេះខ្ញុំកូណាបានដឹកនាំព្រះមន្ត្រីសង្ឃក៏ដូចជាញាតិញោមពុទ្ធបរិស័ទមានមេឃុំជាអង្គហើយមានបងស្រីសុខាដែលជំនួយជួយយើងនេះមួយចំនួនធំហើយក៏ខាងព្រះមន្ត្រីសង្ឃសាលានុគុណក៏បាននាំទឹកសុទ្ធមកចំនួនជាង2000យួរហើយនឹងសម្ភារៈផ្សេងទៀតយ៉ាងខ្ញុំកណាសូមជាក់ស្ដែងព្រោះនេះដូចច្រើនជាងនៅខាងនោះយើងនិយាយអស់ចាស់ព្រោះច្រើនណាព្រោះច្រើនយ៉ាងបើយើងចែកតាមគោលការណ៍ទឹកសុទ្ធនៅក្នុងមួយតំបន់មួយទិសមួយទិសហ្នឹងគឺមានចំនួន327យួរមី3កេសអង្ករ250គីឡូសេតិជៈ2កេសបារី19សុងកាខ្វេ14កញ្ចប់ធំទឹកស៊ីអ៊ីវ4យួរហើយនឹងថវិកា1លានរៀលក្នុងមួយតំបន់ក្នុងមួយទិសអញ្ចឹងក៏បានការចូលរួមឧបត្ថម្ភពីបងស្រីសុខាមានត្រីងៀត2គីឡូក្នុងមួយតំបន់ហើយនឹងបារី8សុងហើយនឹងស្អីទៀតទេបងកាខ្វេ5កញ្ចប់ធំហើយនឹងគ្រឿងគ្របផ្សេងទៀតអញ្ចឹងនេះគឺជាការចូលរួមរបស់បងស្រីហើយមានថវិកានោះមួយទិស100000ដែរក្នុងនៅព្រះវិហារយើង3ទិសគាត់ចូលរួមដូចអញ្ចឹងណា3ទិសហ្នឹងគឺ300,000ហើយដល់នេះ3ទិស300,000ដូចគ្នាណាហើយសូមចម្រើនពរថាយើងមកដល់ទិសអូស្មាច់នេះទិសដែលឧត្តមមានជ័យនេះគឺយើងមកទិសអូស្មាច់ហើយនឹងទិសភ្នំខៀវហើយនឹងភ្នំស្រួចណា3តំបន់នេះហើយអញ្ចឹងការចូលរួមរបស់ព្រះមន្ត្រីសង្ឃក៏ដូចជាពុទ្ធបរិស័ទទាំងអស់អាត្មាអត់មានអីថ្លែងអំណរគុណច្រើនទេគ្រាន់តែសូមអរគុណសម្រាប់ការចូលរួមលើកទឹកចិត្តដល់កងទ័ពរបស់យើងដែលគាត់ខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីការពារបរណភាពទឹកដីពីការឈ្លានពានរបស់ពួកជនឈ្លានពានរបស់យើងគឺពួកសៀមនឹងឯងដែលគាត់ឈ្លានពានយើងរាល់ថ្ងៃអត់មានដែលបានសម្រាកទេកងទ័ពរបស់យើងនេះលំបាកណាស់អញ្ចឹងខ្ញុំកណាអាត្មារួមជាមួយនឹងលោកមេឃុំចអង្គមួយបងស្រីសខាមត្រីសង្ឃគ្រប់ឋានៈគ្រប់លំដាប់ឋានៈមានតែសម្ភារៈជួយទេអត់បានមកកាន់អាវុធដើម្បីច្បាំងទេមានតែការជួយជាសម្ភារៈដើម្បីលើកទឹកចិត្តបងកងទ័ពទាំងអស់ឲ្យប្រឹងប្រែងយ៉ាងណាការពារទឹកដីយើងឲ្យបានកុំឲ្យបាត់បង់អញ្ចឹងនេះគឺជាអ្វីដែលអាត្មាមកថ្ងៃនេះហើយ